យប់នេះនៅវត្តអធិវីមានការសម្ដែងល្ខោនបាសាក់បងប្អូននៅផ្លូវចូលខ្ញុំចាប់អារម្មណ៍ជាងគេនំក្រៀបដែលធ្លាប់ញ៉ាំតាំងពីនៅក្មេងៗមានដូនកាយម្ជូរចេកស្ងោរហើយថ្ងៃនឹងខ្យល់បក់ទៅសៀក្រោមពលឺព្រះច័ន្ទបរិយាកាសបែបហ្នឹងពិតជាធ្វើឲ្យនឹកដល់សម័យកាលនៅក្មេងៗមែនទេពេលខ្ញុំមកដល់ហ្នឹងម៉ោង8អញ្ចឹងគេអត់ទាន់ចាប់ផ្ដើមសម្ដែងល្ខោនទេពូនៅហ្នឹងក៏ថាទៅម៉ោង9ណាហើយមកដល់មានកតេលមានអីគេក្រាហើយមានកៅអីរៀបចំសម្រាប់ឲ្យយើងមកមើលល្ខោនហ្នឹងយើងអង្គុយមើលហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ពេលដែលមកដល់ហ្នឹងមានយាយច្រើនមែនទែនហើយខ្ញុំអត់នឹកស្មានថាមានមនុស្សមកអង្គុយចាំមើលល្ខោនច្រើនដល់ថ្នាក់ហ្នឹងទេហើយនេះយាយគាត់ទទួលកសែងគាត់រៀបចំមកមួយសេតហ្មងត្រៀមដើម្បីមើលល្ខោនហើយបើតាមតែខ្ញុំសួរនាំទៅមានយាយខ្លះគាត់ដើរមកឆ្ងាយហើយតែគាត់ចង់មើលហើយខ្ញុំមកជាមួយប្អូនខ្ញុំអង្គុយនៅក្រោយហើយវ៉ាន់ទៀតហើយបងប្អូនទៅណាក៏មានគាត់ដែរគាត់គឺមានខ្ញុំគឺមានគាត់គួរឲ្យសោកស្ដាយដែរខ្ញុំអត់បាននៅមើលដល់ចប់ទេព្រោះតែខ្ញុំបញ្ញាប់ទៅផ្ទះទៅមើលកូនហើយពេលនេះយើងក៏រៀបចំត្រឡប់ទៅផ្ទះវិញហើយនេះដូចខ្ញុំថតឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងគឺមនុស្សច្រើនមែនទែនហើយនេះខ្ញុំមកដល់មុនគេផងបានយើងមានកន្លែងអង្គុយស្រួលបួលវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងហើយខ្ញុំភ្លេចប្រាប់បងប្អូនទាំងអស់គ្នាថាវត្តដែលរៀបចំល្ខោននេះឈ្មោះវត្តអធិវីចឹងនេះនៅតាមផ្លូវត្រឡប់ទៅវិញខ្ញុំឆ្លៀតទិញនំក្រៀបផ្ញើកូនខ្ញុំអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលមើលវីដេអូខ្ញុំជួបគ្នាវីដេអូក្រោយ